ចឹងនៅក្នុងវីដេអូនេះខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាធ្វើការតាំងចិត្តហើយពង្រឹងស្មារតីឡើងកុំឲ្យមានការផិតភ័យខ្លាំងពេកហើយយើងត្រូវធ្វើអ្វីដែលយើងអាចធ្វើទៅបានក្នុងនាមយើងជាតបជួរក្រោយបាទសូមគោរពជំរាបសួរបងប្អូនអរគ្នាហើយថ្ងៃនេះជួបជាមួយខ្ញុំហើយយើងនិយាយគ្នាពាក់ព័ន្ធជាមួយនឹងសៀមដែលធ្វើការឈ្លានពានបំពេញមកលើប្រទេសកម្ពុជារបស់យើងទាំងកំរោលហើយអ្វីដែលខ្ញុំចង់ចែករំលែកនៅក្នុងថ្ងៃនេះការដែលសង្គ្រាម5ថ្ងៃពីមុនបងប្អូនប្រហែលជាដឹងហើយពេលនោះគឺយើងមានអារម្មណ៍ភ័យខ្លាចបារម្ភច្រើនមែនទែនអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាធ្វើការតាំងចិត្តហើយពង្រឹងស្មារតីឡើងកុំឲ្យមានការផិតភ័យខ្លាំងពេកហើយយើងត្រូវធ្វើអ្វីដែលយើងអាចធ្វើទៅបានក្នុងនាមយើងជាតបជួរក្រោយដែលមិនមែនជាអ្នកដែលកាន់អាវុធមិនមែនជាវីរៈកងទ័ពដែលកាន់អាវុធនៅឯសមរភូមិអញ្ចឹងអ្វីដែលយើងអាចជួយគ្នាបាននៅក្នុងពេលនេះគឺបងប្អូនត្រូវតែរក្សានៅអារម្មណ៍របស់ខ្លួនយើងសិនឲ្យរឹងមាំសិនហើយបន្ទាប់មកយើងត្រូវជឿជាក់ទៅលើរដ្ឋាភិបាលរបស់យើងជឿជាក់ទៅលើថ្នាក់ដឹកនាំថាគាត់ពិតជាអាចមានសមត្ថភាពក្នុងការការពារបូរណភាពទឹកដីរបស់យើងបានពិតប្រាកដ 100% អញ្ចឹងហើយអ្វីដែលយើងត្រូវធ្វើជាប្រចាំថ្ងៃយើងត្រូវតែបន្តធ្វើមានន័យថាបើយើងជាអ្នករកស៊ីឬមួយក៏យើងជាអ្នកលក់ដូរគឺយើងត្រូវតែបន្តនៅការធ្វើជំនួញឬមួយក៏ការរកស៊ីរបស់យើងជាប្រចាំថ្ងៃធម្មតាកុំបារម្ភខ្លាំងដល់ថ្នាក់យើងទុកការងាររបស់យើងចោលគឺវាអត់បានផ្ដល់នៅប្រយោជន៍អ្វីផ្សេងមកដល់ប្រទេសជាតិរបស់យើងទេហើយទី2យើងត្រូវរងចាំស្ដាប់នៅព័ត៌មានដែលជាប្រភពព័ត៌មានច្បាស់លាស់មិនមែនជាព័ត៌មានដែលបំភ្លើសឬក៏ព័ត៌មានដែលធ្វើដើម្បីតែយក view អញ្ចឹងបងប្អូនត្រូវចេះតាមដាននៅ page ផ្លូវការរបស់រដ្ឋាភិបាលរបស់យើងដែលគាត់ធ្វើការចែករំលែកព័ត៌មានហើយកុំតន់ឃើញព័ត៌មានណាមួយយើងបារម្ភយើងភ័យយើងព្រួយយើងធ្វើការចែករំលែកអញ្ចឹងនៅពេលដែលយើងចែករំលែកដោយមិនបានស្វែងយល់ថាព័ត៌មាននោះគឺជាព័ត៌មានពិតឬក៏คล้ายៗវាធ្វើឲ្យបងប្អូនយើងរតីទៀតគាត់ជួបនៅបញ្ហាសតិអារម្មណ៍ផ្សេងទៀតអញ្ចឹងណាបងប្អូនអរគ្នាអញ្ចឹងអ្វីដែលយើងអាចធ្វើទៅបានគឺរឿងទាំងនេះហើយមួយទៀតបងប្អូនបើសិនជាមានលទ្ធភាពយើងអាចធ្វើទៅបានគឺការជួយទៅដល់ផ្ដល់ជំនួយទៅដល់បងប្អូនរបស់យើងដែលគាត់ជាបងប្អូនប្រជាពលរដ្ឋជនភៀសសឹកដែលទាំង5ខេត្តដែលគាត់ភៀសសឹកពេលនេះគឺចំនួនច្រើនមែនទែនបាទរាប់សិបម៉ឺននាក់ទៅហើយអញ្ចឹងបើសិនជាបងប្អូនអាចជួយទៅបានយើងចូលរួមជាមួយគ្នាក្នុងការចូលរួមនៅថវិកាតិចក្តីច្រើនក្តីក៏ដូចជាសម្ភារៈណាដែលយើងគិតថាអាចធ្វើការចែករំលែកបានគឺយើងត្រូវចូលរួមទាំងអស់គ្នាព្រោះពេលនេះប្រទេសជាតិរបស់យើងកំពុងតែមានបញ្ហាគឺពិតជាត្រូវការនៅកម្លាំងរួបរวมសាមគ្គីពិតហើយយើងត្រូវតែចូលរួមដោយស្មារតីភាពក្នុងនាមជាមនុស្សជាតិនៃជាតិប្រជាពលរដ្ឋកម្ពុជាទាំងអស់គ្នាហើយខ្ញុំសង្ឃឹមថាវីដេអូនេះបងប្អូនទាំងអស់គ្នានឹងអាចយល់ពីអារម្មណ៍របស់ខ្ញុំយល់ពីអត្ថន័យរបស់ខ្ញុំដែលខ្ញុំចង់ចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាអញ្ចឹងពីខ្ញុំគឺមានតែប៉ុណ្្នេះទេហើយខ្ញុំនឹងធ្វើការដាក់នៅ link សម្រាប់បងប្អូន creator របស់យើងដែលគាត់ជាអ្នកដែលកំពុងតែធ្វើនៅកម្មវិធី promote នៅជំនួយជួយទៅដល់បងប្អូនជនភៀសសឹករបស់យើងនៅលើវីដេអូនេះគាត់បានធ្វើការងារហ្នឹងអញ្ចឹងបងប្អូនអាចចុចទៅតំណ link ហ្នឹងហើយធ្វើការចែករំលែកទៅតាមអ្វីដែលយើងអាចធ្វើទៅបានណាអញ្ចឹងក្នុងវីដេអូនេះគឺខ្ញុំចង់ផ្ដោតរួមគឺតែប៉ុណ្្នឹងទេបាទតាំងចិត្តឲ្យរឹងមាំកុំភ័យកុំព្រួយត្រូវជឿជាក់នៅលើរាជរដ្ឋាភិបាលរបស់យើងថាគាត់ពិតជាមានសមត្ថភាពការពារដែនដីអធិបតេយ្យភាពរបស់យើងអញ្ចឹងសត្រូវឈ្លានពានគឺมันអាចឈ្លានពានយើងបានទេសត្រូវតែខ្ចាស់ខ្ចាយត្រូវតែរលាយចេញពីទឹកដីដែលជាទឹកដីម្ចាស់ដើមបាទអញ្ចឹងអរគុណច្រើនសូមជម្រាបលាអរគុណ